គោលការណ៍នយោបាយចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះទៅចុងឆ្នាំ2025ចក្ខុវិស័យអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ត្រូវបានរៀបចំឡើងយ៉ាងច្បាស់លាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1គោលដៅចម្បងគឺដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាត្រឹមឆ្នាំ2030ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងត្រឹមឆ្នាំ2050ជាប្រទេសមានចំណូលខ្ពស់ត្រឹមចុងឆ្នាំ2025រាជរដ្ឋាភិបាលផ្ដោតសំខាន់លើការអនុវត្តនិងពង្រឹងមុំស្នូលទាំង5នៃយុទ្ធសាស្ត្របញ្ចកោណជាមួយនឹងការជំរុញយ៉ាងខ្លាំងក្លានៅកម្មវិធីគោលនយោបាយអតិភិបទាំង6ដែលបានដាក់ចេញតាំងពីឆ្នាំ2023-2024 1. យុទ្ធសាស្ត្រស្នូលមុំទាំង5 The 5 Cores ចក្ខុវិស័យទាំងអស់ត្រូវសម្រេចតាមរយៈមុំយុទ្ធសាស្ត្រទាំង5នេះមុំទី1ការអភិវឌ្ឍធនធានមនុស្សចក្ខុវិស័យប្រជាជនកម្ពុជាមានសុខភាពល្អមានចំណេះដឹងខ្ពស់មានជំនាញច្បាស់លាស់និងមានសីលធម៌ល្អត្រឹមឆ្នាំ2025កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស TVET ជូនយុវជន 1.5 លាននាក់កំពុងដំណើរការយ៉ាងពេញបន្ទុកទន្ទឹមនឹងនេះការពង្រីកមូលដ្ឋានសមត្ថសុខាភិបាលនិងការពង្រឹងបេឡាជាតិសន្តិសុខសង្គមបសសកំពុងពង្រីកវិសាលភាពគ្រប់ដណ្ដប់មុំទី2ការធ្វើពិភពកម្មសេដ្ឋកិច្ចនិងការពង្រឹងភាពប្រកួតប្រជែងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាលែងពឹងផ្អែកតែលើវិស័យចំនួនដូចជាកាត់ដេរទេសចរសំណង់តែងាកទៅរកវិស័យឧស្សាហកម្មថ្មីបច្ចេកទេសនិងសេវាកម្មតម្លៃបន្ថែមខ្ពស់ត្រឹមឆ្នាំ2025ការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគដូចជាការកាត់បន្ថយបែបពុតរកបាល់កំពុងត្រូវបានអនុវត្តដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យកែច្នៃនិងបច្ចេកទេសមុំទី3ការអភិវឌ្ឍវិស័យឯកជននិងការងារចក្ខុវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចដែលអាចបង្កើតការងារសមរម្យនិងប្រាក់ចំណូលខ្ពស់ជូនប្រជាជនត្រឹមឆ្នាំ2025ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងដំណើរការដើម្បីជួយអាជីវកម្មតូចតាចអាចចុះបញ្ជីនិងទទួលបានការគាំពារផ្លូវការមុំទី4ការអភិវឌ្ឍដោយប្រកបដោយភាពធន់ចីរភាពនិងនិបារយាពន្ធចក្ខុវិស័យការអភិវឌ្ឍដែលធានាបាននូវតុល្យភាពដែលមិនបំផ្លាញបរិយាកាសមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងមិនទុកនរណាម្នាក់ចោលជាពិសេសជនក្រីក្រនិងក្រុមងាយរងគ្រោះត្រឹមឆ្នាំ2025ប្រព័ន្ធជំនួយសង្គមដូចជាការឧបត្ថម្ភសាច់ប្រាក់ត្រូវបានពង្រឹងនិងពង្រីកដើម្បីធានាសន្តិសុខសង្គមជាពិសេសក្រោយវិបត្តិផ្សេងៗមុំទី5ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digital ចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាសង្គមនិងសេដ្ឋកិច្ច Digital ដោយប្រើប្រាស់បច្ចេកទេសក្នុងគ្រប់វិស័យដូចជារដ្ឋាភិបាលអាជីវកម្មនិងការរស់នៅប្រចាំថ្ងៃត្រឹមឆ្នាំ2025ការជំរុញនៅរដ្ឋាភិបាល Digital កំពុងបង្កើនល្បឿនតាមរយៈការធ្វើទំនើបកម្មសេវាសាធារណៈនិងការជំរុញការទូទាត់តាមប្រព័ន្ធ Digital Payment